និវ័នជាដង្កោតូចមួយដែលមានពិភពលោកទាំងមូលមានតែពណ៌បៃតងជារៀងរាល់ថ្ងៃនិវ័នតែងតែចំណាយពេលរបស់ខ្លួនក្នុងការបំពេញកិច្ចការយ៉ាងមមាញឹកដោយការលឿនវ៉ាលើស្លឹកឈើបៃតងខ្ចីៗរួចហាយទំពាស៊ីយ៉ាងឆ្ងាញ់ពិសាសម្រាប់និវ័នស្លឹកឈើទាំងអស់សុទ្ធតែជាពិភពលោកទាំងមូលរបស់វាជាផ្ទះជាអាហារនិងជាកន្លែងលេងកម្សាន្តពិភពលោករបស់និវ័នគឺមានពណ៌បៃតងនិងមានសុវត្ថិភាពស្ថិតនៅក្នុងជ្រុងលះកំបាំងនៃសួនច្បារដ៏ធំមួយប៉ុន្តែពេលថ្ងៃចាប់ផ្ដើមដូរទៅជាពេលល្ងាចខ្យល់អាកាសក៏ចាប់ផ្ដើមត្រជាក់ចុះហើយស្រមោលក៏រំលែកខ្លួនកាន់តែវែងឡើងពេលនោះពិភពលោកពណ៌បៃតងរបស់និវ័នក៏ចាប់ផ្ដើមផ្លាស់ប្ដូររូបរាងភាពស្ងប់ស្ងាត់ដ៏គួរឲ្យទាក់ទាញក៏បានប្រែទៅជាភាពស្ងៀមស្ងាត់ដ៏ចម្លែកមួយនិវ័នដែលធ្លាប់តែលូនវ៉ាយ៉ាងសកម្មនៅពេលថ្ងៃក៏ចាប់ផ្ដើមបន្ថយល្បឿនហើយបន្តិចម្ដងក៏លូនទៅសម្ងំនៅក្រោមស្លឹកឈើធំមួយដើម្បីគេចចេញពីភាពងងឹតដែលកំពុងក្របដណ្ដប់នៅយប់មួយខណៈដែលព្រះច័ន្ទកំពុងរះពីងវងចាំងពន្លឺពណ៌ប្រាក់ទៅលើសួនច្បារនិវ័នក៏បានភ្ញាក់ពីដំណែកដោយសារសំឡេងខ្សឹបខ្សៀវដ៏ចម្លែកមួយវាស្ដាប់ទៅដូចជាសំឡេងខ្យល់គួចប៉ុន្តែមិនមែនជាសំឡេងខ្យល់ដែលវាធ្លាប់ឮរាល់ថ្ងៃនោះទេសំឡេងនេះស្រទន់ជាងពីរោះជាងប៉ុន្តែទន្ទឹមនឹងនោះក៏មានភាពអាថាកំបាំងជាងផងដែរនិវ័នមិនដែលធ្លាប់ឮសំឡេងបែបនេះពីមុនមកទេសំឡេងនោះហាក់ដូចជាបក់បោកចេញពីកម្ពស់ផ្កាក្បែរនោះហើយឡាយឡំសំឡេងនឹងក្លិនក្រអូបឈ្ងុយឆ្ងាញ់ដែលហាក់ដូចជាក្លិនរបស់ផ្កាដែលកំពុងរាកយ៉ាងស្អាតនៅពេលរាត្រីដោយមានកាយចង់ដឹងចង់លឺនិវ័នក៏ចាប់ដើមលូនចេញពីកន្លែងសម្ងំរបស់វាលូនយឺតយ៉ាងប្រុងប្រយ័ត្នសម្ដៅទៅរកប្រភពសំឡេងនោះស្រមោលរំលែករ៉ាំញញីនៅក្នុងពន្លឺព្រះច័ន្ទធ្វើឲ្យពិភពលោកតូចរបស់និវ័នហាក់ដូចជាធំទូលាយនិងពោពេញទៅដោយរឿងរ៉ាវអថាកំបាំងដែលមិនធ្លាប់ដឹងពេលវាទៅដល់កំពូលផ្កានិវ័នក៏បានឃើញវត្ថុមួយដែលមិនធ្លាប់ឃើញពីមុនមកទេវាមិនរាងមូលត្រវែងបែបប្រេះស្រំតិចពណ៌ត្នោតស្រាលហាក់ដូចជាសំណល់នៃអ្វីមួយដែលធ្លាប់មានជីវិតវាជាស្រោមសត្វលក់អត់មួយដែលគេបោះបង់ចោលទាំងនៅមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ចាប់តិចនិវ័នបានលុនពត់ជុំវិញស្រោមនោះហើយប៉ះវាដោយប្រុងប្រយ័ត្នវារសាត់ដូចជាសំបកឈើស្ងួតប៉ុន្តែនៅក្នុងវាមានភាពទទេស្អាតតើនេះជាអ្វីតើវាធ្លាប់ជាអ្វីសំឡេងសឹកខ្សៀវនោះក៏បានបាត់ទៅវិញហើយចំនួនមកវិញដោយភាពស្ងាត់ចម្លែកដ៏គួរឲ្យខ្លាចនិវ័នមានអារម្មណ៍ប្លែកវាមិនមែនជាការភ័យខ្លាចនោះទេប៉ុន្តែជាអារម្មណ៍ចង់ដឹងចង់ឮនិងភាពងឿងឆ្ងល់មួយដែលវាពុំធ្លាប់ជួបប្រទះវានៅទីនោះតែម្នាក់ឯងក្រោមពន្លឺព្រះច័ន្ទដោយសម្លឹងមើលស្រោមសត្វលក់អត់ដ៏ចម្លែកនោះហើយគិតក្នុងចិត្តថាតើមានអ្វីកើតឡើងនៅក្នុងសួនច្បារដ៏ស្ងាត់នេះនៅពេលដែលមនុស្សលោកចូលដំណើរបាត់ទៅហើយ As Nivan looks at the casing a soft ethereal glow passes by quickly in the background a subtle hint of Priya the Luna moth whose wings might have caused the whispering sound She is a fleeting dreamlike presence នេះគឺជាការចាប់ផ្ដើមនៃអាថាកំបាំងមួយដែលនឹងផ្លាស់ប្ដូរពិភពលោករបស់និវ័នជារៀងរហូត